Hello everybody សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងតមេរៀនយើងទៀត Lesson 7មេរៀនទី7នេះ exercise លំហាត់តែមុននឹងយើងមើលលំហាត់យើងរៀនពាក្យសិនរៀនអានពាក្យសិន conversation និងការសន្ទនា exercise លំហាត់ sentence និងប្រយោគ magazine ទស្សនាវដ្តី bottle និងដប can កំប៉ុងពាក្យ can មួយទៀតcan អាចប៉ុន្តែថ្នាក់វាជានាមកំប៉ុងបើជា verb ហ្នឹងអាច sofa សាឡុង post office ការិយាល័យប្រៃសណីយ៍ស្ថានីយ៍ប្រៃសណីយ៍ bus stop ចំណតឡានក្រុង bank ធនាគារ telephone box និងប្រអប់ទូរស័ព្ទ supermarket ផ្សារទំនើប first ហ្នឹងទី1 second ទី2 third ហ្នឹងទី3នេះ far ឆ្ងាយ near ជិត left ឆ្វេងខាងឆ្វេង right ស្ដាំ right ស្ដាំឬមកក៏ខាងស្ដាំនេះខាងឆ្វេងនេះ that's all right បានន័យថាមិនអីទេឬមួយក៏មិនបាច់គួរសមទេអូខេឥឡូវយើងមើលលំហាត់ម្ដងលំហាត់ exercise 1តែលំហាត់នេះខ្ញុំបំពេញឲ្យស្រាប់ទេគ្រាន់តែខ្ញុំដាក់បិទជាលក្ខណៈបន្លោះឲ្យសិន exercise 1លំហាត់ទី1 write sentences with there's a or there isn't a បានន័យថាសរសេរប្រយោគជាមួយនឹង there's a ហ្នឹងបានន័យថា there is a បានន័យថាមានអីមួយចុចមក or នេះឬមួយក៏ there isn't a បានន័យថាមិនមានអានេះបកថាមានពេលនេះមិនមានវិញ there isn't a ចុច based on the examples based on បានន័យថាអាស្រ័យលើឧទាហរណ៍នេះឧទាហរណ៍ there's a ចុច in the living room បានន័យថាមានអីគេនៅក្នុងបន្ទប់ទទួលភ្ញៀវអញ្ចឹងនេះមាន sofa មានសាឡុងអញ្ចឹងយើងដាក់មកសាឡុងsofa in the living room បានន័យថាមានសាឡុងមួយនៅក្នុងបន្ទប់ទទួលភ្ញៀវនេះ there isn't a ចុច in the living room បានន័យថាអត់មានឬមួយក៏មិនមានអីគេនៅក្នុងបន្ទប់ទទួលភ្ញៀវអញ្ចឹងនេះ radio បានន័យថាអត់មានវិទ្យុទេនៅក្នុងបន្ទប់ទទួលភ្ញៀវ radio there isn't a radio in the living room មិនមានវិទ្យុ
ទេនៅក្នុងបន្ទប់ទទួលភ្ញៀវនេះ there isn't a ចុច in the living room បានន័យថាมันមានអីគេនៅក្នុងបន្ទប់ទទួលភ្ញៀវនេះ telephone អត់មានទូរស័ព្ទទេអញ្ចឹងយើងដាក់មក there isn't a telephone in the living room បានន័យថាអត់មានទូរស័ព្ទទេនៅក្នុងបន្ទប់ទទួលភ្ញៀវអានេះ there's a ចុច in the living room បានន័យថាមានអីគេនៅក្នុងបន្ទប់ទទួលភ្ញៀវអញ្ចឹងនេះមាន chair កៅអីអញ្ចឹងយើងដាក់ chair មក chair there's a chair in the living room បានន័យថាមានកៅអីមួយនៅក្នុងបន្ទប់ទទួលភ្ញៀវនេះ there isn't a ចុច in the living room បានន័យថាអត់មានអីគេនៅក្នុងបន្ទប់ទទួលភ្ញៀវនេះអត់មាន cupboard អញ្ចឹងយើងដាក់ cupboard មក there isn't a cupboard in the living room បានន័យថាអត់មានទូទេនៅក្នុងបន្ទប់ទទួលភ្ញៀវនេះ there's a in the living room បានន័យថាមានអីគេនៅក្នុងបន្ទប់ទទួលភ្ញៀវនេះមានតុ table អញ្ចឹងយើងដាក់ table there's a table in the living room មានតុមួយនៅក្នុងបន្ទប់ទទួលភ្ញៀវអញ្ចឹងនេះយើងបំពេញអស់ហើយអានេះសំខាន់គេឲ្យយល់របៀបប្រើថា there's a មានអីគេហើយនឹង there isn't a អត់មានអីគេគេចង់ឲ្យយើងចេះតែប៉ុណ្្នឹងឯងនេះ there's a ហើយនឹង there isn't បានន័យថា there's a មានអីមួយ there isn't បានន័យថាអត់មានអីមួយអញ្ចឹងណាឥឡូវយើងមើល exercise 2 exercise 2 លំហាត់ទី2 write sentences with there are some or there aren't any បានន័យថាចូលសរសេរប្រយោគជាមួយនឹង there are some ឬក៏ or នឹងឬក៏ there aren't any សរសេរមានខ្លះឬមួយក៏មិនមានខ្លះអញ្ចឹង there are some បានន័យថាមានខ្លះអញ្ចឹងទៅអានេះ there aren't any អញ្ចឹងអានេះមកពី there are not បានន័យថាអត់មានខ្លះវិញ based on the example បានន័យថាអាស្រ័យទៅលើឧទាហរណ៍នេះយើងមើលឧទាហរណ៍ there are some ចុច on the cell អញ្ចឹង there are some អីគេគេឲ្យសរសេរនិយាយទៅយើងយកតែរបស់របរយកមកដាក់បំពេញនៅចន្លោះហ្នឹងយើងដាក់អីក៏បានដែរក្រៅពីពាក្យហ្នឹងគេចង់ឲ្យយើងចេះប្រើរបៀបប្រើ there are some ហើយនឹង there aren't any ឲ្យយើងយល់ពាក្យវាថាមានអីខ្លះហើយនឹងមិនមានអីខ្លះនេះឥឡូវខ្ញុំដាក់ box there are some books on the shelf there are some books on the shelf បានន័យថាមានសៀវភៅខ្លះឬមួយក៏មួយចំនួននៅលើធ្នើនេះ there aren't any ចុច on the shelf បានន័យថាអត់មានអីគេទេនៅលើធ្នើអញ្ចឹងយើងដាក់មកនេះខាប់ពេងអញ្ចឹងបានន័យថាអត់មានពេងខ្លះទេនៅលើធ្នើ there aren't any cups on the shelf បានន័យថាអត់មានពេងខ្លះទេនៅលើធ្នើនេះ there are some ចុច on the shelf បានន័យថាមានអីខ្លះនៅលើធ្នើមាន glasses មានកែវប៉ុន្តែមួយទៀតយើងអាចបកថាវ៉ែនតាក៏បានដែរវាបានពីរប៉ុន្តែបើ plural យើងអាចបកថាកែវក៏បាន
chia về hữu vạch chẳng nạ bậc glass tờ tế cao đó về glasses dương ai bộ thà cao nó với cao chán rư mà có bộ thà ven tà chẳng để are some glasses on the sale bà này thà miên cao môi trường luôn nơi lời thân nở there aren't any records on the sale there aren't any record on the sale chẳng there aren't any cái này record nó bà đặt thọt lên chẳng dừng bập bênh nó record there aren't any records on the sale bà này tha mình miễn bà đặt thọt lên tế này lời thân nở there aren't any cho check on the sale bà này thà admin akt này lơ thân nở chẳng đi magazine đi dựng đặt magazine mà magazine bà này thà there aren't any magazines on the sale bà này thà admin tôi sẽ nào ở đây tê này lơ thân nởต่อมาទៀតនេះ there are some ចុច on the sale បើន័យថាមានអីខ្លះនៅលើធ្នើនេះមាន bottle មានដបអញ្ចឹងយើងដាក់ bottle មកបើន័យថា there are some bottles on the sale មានដបខ្លះឬមួយក៏មួយចំនួននៅលើធ្នើអានេះគេបរៀនយើងឲ្យប្រើ there's a ហើយនឹង there isn't a បើន័យថាមានអីមួយឬមួយក៏មិនមានអីមួយអញ្ចឹងហើយអានេះ there are some ឬមួយក៏ there aren't any បើន័យថាមានអីខ្លះឬមួយក៏អត់មានអីខ្លះអញ្ចឹងគេឲ្យចេះប្រើពេញប្រមាណប្រយោគណាអញ្ចឹងយើងអាចរកឧទាហរណ៍នេះជាវត្ថុអីផ្សេងទៀតជំនួសបានយើងអាចមកនិយាយចឹងបានអូខេអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេអ្នកទាំងអស់គ្នាសូមកុំភ្លេចជួយចុច like comment share វីដេអូហ្នឹងផងអរគុណដែលបានទស្សនាវីដេអូនេះសង្ឃឹមថាជួបគ្នានៅវីដេអូក្រោយទៀត Thank you for watching this video and don't forget to press like comment and share it. Thanks.